ព្រះគម្ពីរលោកុបាទចំពុក4អាដាមបានស្គាល់អេវ៉ាជាប្រពន្ធហើយនាងមានទម្ងន់បង្កើតបានកាអ៊ីននាងពោលថាខ្ញុំបានមកកើតកូនប្រុសម្នាក់ដោយសារព្រះយេហូវ៉ាប្រុសប្រទានគាត់ក៏បង្កើតបានអេប៊ិលជាប្អូនទៀតហើយអេប៊ិលជាគង្វាលវង្សសត្វតែកាអ៊ីនជាអ្នកធ្វើស្រែចម្ការលុះដល់រដូវប្រមូលផលកាអ៊ីនបានយកភោគផលដែលកើតពីដីមកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាហើយអេប៊ិលក៏យកកូនដំបូងមួយពីវងសត្វមកថ្វាយព្រមទាំងខ្លាញ់របស់វាដែរព្រះយេហូវ៉ាសពប្រាតីនឹងអេប៊ិលព្រមទាំងនឹងវាយរបស់គាត់តែមិនសពប្រាតីនឹងកាអ៊ីនព្រមទាំងនឹងវាយរបស់គាត់ទេដូច្នេះកាអ៊ីនក្តៅក្រហាយជាខ្លាំងហើយឡើងទឹកមុខរញើព្រះយេហូវ៉ាមានបន្ទូលសួរកាអ៊ីនថាហេតុអ្វីបានជាអ្នកខឹងហេតុអ្វីបានជាអ្នកធ្វើទឹកមុខរញើដូច្នេះប្រសិនបើអ្នកប្រព្រឹត្តល្អតើនឹងមិនបានរីករាយទេឬហើយប្រសិនបើប្រព្រឹត្តមិនល្អទេបាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ហើយវាប្រាថ្នាចង់បានអ្នកតែអ្នកត្រូវតែមានអំណាចលើវាវិញកាអ៊ីនបានបបួលអេប៊ិលជាប្អូនថាតោះយើងចេញទៅឯចម្ការហើយកាលគេនៅឯចម្ការកាអ៊ីនក៏ស្ទុះទៅសម្លាប់អេប៊ិលជាប្អូនឲ្យស្លាប់ទៅព្រះយេហូវ៉ាមានបន្ទូលសួរកាអ៊ីនថាតើអេប៊ិលប្អូនរបស់អ្នកនៅឯណាគាត់ទូលថាទូលមង្គមមិនដឹងទេតើទូលមង្គមជាអ្នកគង្វាលប្អូនឬអូនទេពេលនោះព្រះអង្គមានបន្ទូលសួរថាតើអ្នកបានប្រព្រឹត្តអ្វីដូច្នេះសូសម្រាប់ឈាមរបស់ប្អូនរបស់អ្នកបានលន់លឺពីដីឡើងមកដល់យើងឥឡូវនេះអ្នកត្រូវបានដីដាក់បណ្ដាសាហើយដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នកពេលណាអ្នកធ្វើស្រែចម្ការដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេអ្នកត្រូវសັດព្រាត់ហើយអណ្ដែតទៅមកលើផែនដីកាអ៊ីនទូលទៅព្រះយេហូវ៉ាថាទោសរបស់ទូលមង្គមធ្ងន់ពេកណាស់ទូលមង្គមទ្រាំទ្រមិនបានទេមើលថ្ងៃនេះព្រះអង្គបានបណ្ដេញទូលមង្គមចេញពីដីនេះហើយឯទូលមង្គមក៏ត្រូវឃ្លាតពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀតទូលមង្គមនឹងត្រូវសັດព្រាត់អណ្ដែតទៅមកលើផែនដីអ្នកណាដែលជួបទូលមង្គមគេមុខជាសម្រាប់ទូលមង្គមជាមិនខានពេលនោះព្រះយេហូវ៉ាមានព្រះបន្ទូលទៅគាត់ថាមិនដូច្នោះទេបើអ្នកណាសម្រាប់អ្នកគេនឹងសងសឹកអ្នកនោះមួយជា7ព្រះយេហូវ៉ាក៏ដៅចំណាំកាអ៊ីនដើម្បីកុំឲ្យអ្នកណាដែលបានជួបគាត់បានសម្លាប់គាត់ឡើយបន្ទាប់មកកាអ៊ីនក៏ចេញពីព្រះយេហូវ៉ាទៅឯស្រុកណូតខាងកើតស្រុកអ៊ីដែនកាអ៊ីនបានស្គាល់ប្រពន្ធរបស់គាត់ហើយនាងមានទម្ងន់បង្កើតបានអេណុកកាអ៊ីនបានសង់ក្រុងមួយរួចដាក់ឈ្មោះក្រុងនោះតាមឈ្មោះអេណុកកូនរបស់គាត់អេណុកបង្កើតបានអ៊ីរ៉ាតបង្កើតម៉ូហូយ៉ាលបង្កើតទូសាលហើយម៉ូទូសាលបង្កើតឡាមេកមានប្រពន្ធពីរមួយឈ្មោះនាងអាដាមួយទៀតឈ្មោះនាងស៊ីឡានាងអាដាបង្កើតបានយ៉ាបាលដែលជាបុព្វបុរសរបស់អ្នកដែលរស់នៅក្នុងជំរំហើយមានវង្សសត្វប្អូនរបស់គាត់ឈ្មោះយូបាលគាត់ជាឪពុករបស់ពួកអ្នកលេងពិណនិងបៃរីឯនាងស៊ីឡាបង្កើតបានទូបាកាអ៊ីនជាមេបង្រៀនពួកជាងលង្ហិននិងជាងដែលគ្រប់ប្រភេទប្អូនស្រីរបស់ទូបាឈ្មោះកាអ៊ីននាងណាអាម៉ាឡាមេនិយាយទៅប្រពន្ធទាំងពីរថាមនាលអាដានិងស៊ីឡាអើយសូមស្ដាប់ពាក្យខ្ញុំឲ្យនាងជាប្រពន្ធរបស់ឡាមេកអើយចូលទីបជាស្ដាប់សេចក្តីដែលខ្ញុំនិយាយខ្ញុំបានសម្លាប់មនុស្សម្នាក់ព្រោះគេបានធ្វើឲ្យខ្ញុំមានរបួសគឺកំឡោះម្នាក់ដែលបានវាខ្ញុំឲ្យមានស្នាមជាប់ប្រសិនបើត្រូវសងសឹកជូកាអ៊ីនមួយជា7នោះត្រូវសងសឹកជូឡាមេកមួយជា77ដងវិញអាដាមបានស្គាល់ប្រពន្ធរបស់គាត់ម្ដងទៀតហើយនាងបង្កើតបានកូនប្រុសមួយដាក់ឈ្មោះថាសេតបាត់នាងពោលថាព្រះទ្រង់បានប្រទានទៀតមកខ្ញុំជំនួសអេប៊ិលតែកាអ៊ីនបានសម្លាប់ទៅនោះសេតក៏បង្កើតបានកូនប្រុសមួយដែរហើយគាត់បានដាក់ឈ្មោះថាអេណុកនៅពេលនោះមនុស្សបានចាប់ផ្ដើមអំពាវនាវទៅរកព្រះនាមព្រះយេហូ